បងប្អូនដែលប្រើធនាគារ ACLEDA បងប្អូនកុំភ្លេចទៅធ្វើរឿងមួយនេះដាច់ខាតឥឡូវនេះ ACLEDA មានការអាប់ដេតថ្មីមួយនៅក្នុង app គឺការទៅ scan មុខរបស់យើងដើម្បីការពារទៅលើ account របស់យើងឲ្យកាន់តែរឹងមាំណាអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាពីវិធីទៅធ្វើហើយបងប្អូនកុំភ្លេចអនុវត្តទាំងអស់គ្នាមុខងារមួយនេះគឺល្អហើយពិសេសមែនទែនបងប្អូនណាគឺការ scan មុខនឹងឲ្យវាមានអត្ថប្រយោជន៍3ក្នុងនោះគឺការការពារយ៉ាងរឹងមាំទៅលើពេលដែលបងប្អូននឹងឲ្យដូរទូរស័ព្ទថ្មីទី2គឺវាជួយការពារទៅលើអ្នកដែលគាត់អត់មានសិទ្ធិក្នុងការ lock ចូលទៅកាន់ app AC របស់យើងជាពិសេសពួក hacker ទី3គឺវារហ័សហើយលឿនណាក្នុងការ verify ដោយសារបងប្អូនប្រើ Face ID គឺវា scan ទៅតាមរយៈមុខបងប្អូនតែម្ដងអញ្ចឹងជំហានដំបូងបងប្អូនបើក app ACLEDA មកបងប្អូនណាហើយបងប្អូនទៅមើលត្រង់កន្លែងរូបកណ្ដឹង notification អញ្ចឹងបងប្អូនចុចលើវាមកហើយវាលោតពាក្យ set up my face ណាហ្នឹងហើយបន្ទាប់មកគឺចុចលើពាក្យ set up my face ហ្នឹងចុចពាក្យខាងក្រោមគេបង្អស់ set now ណា Colio សាច់លេខ1សាច់ premium សម្រាប់បរិះទាន់សម័យស្លៀកហើយត្រជាក់ស្រួលមិនស្អុះស្អាប់បោកទឹកមិនយាមិនបែកព្រួយសាច់យឺតស្រួលស្លៀកបងប្អូនអាចទំនាក់ទំនងមក page Phuket ឥឡូវនេះបាន promotion 4ថែម1 free សេវាដឹកជូនថ្ងៃក្រោយពីបងប្អូនចុចរួចរាល់ហើយគឺវាលោតមកផ្ទាំងកាមេរ៉ាបែបនេះដើម្បីឲ្យយើងពវល់សេរីមុខរបស់យើងណាបងប្អូនណាហ្នឹងហើយយើងធ្វើតាមវាទៅមុខទៅក្រោយដើម្បីឲ្យកាមេរ៉ារបស់វាគឺចាប់មុខរបស់យើងណាផ្ទៀងផ្ទាត់ទៅលើអត្តសញ្ញាណរបស់យើងហើយសំខាន់វាមានលោតនៅនាទីខាងក្រោមបងប្អូនណាហ្នឹងហើយអញ្ចឹងវាលោតតាមនាទីហ្នឹងដើម្បី scan មុខរបស់យើងឥឡូវនេះក្រោយពីខ្ញុំធ្វើហើយគឺវាចាប់មុខខ្ញុំបានត្រឹមត្រូវហើយបងប្អូនណាអញ្ចឹង ACLEDA គឺចាប់ផ្ដើម scan ចូលទៅក្នុងប្រព័ន្ធនៃ bank របស់ខ្ញុំផ្ទាល់តែម្ដងដើម្បីការពារហើយក៏វាលោតសញ្ញា tick បែបនេះមានន័យថាយើងធ្វើបានត្រឹមត្រូវហើយអញ្ចឹងបងប្អូនកុំភ្លេចទៅធ្វើទាំងអស់គ្នា